Production រដូវវស្សាឆ្នាំនេះមិនដូចជារដូវវស្សាឆ្នាំមុនទេខុសគ្នាត្រង់ថាឆ្នាំនេះខ្ញុំបានស្គាល់នៅរសជាតិដែលអ្នកគ្រប់គ្នាតែងតែមិនអាចជៀសផុតនោះគឺស្នេហានេះគឺជារឿងរ៉ាវស្នេហារវាងកំឡុងស្រុកស្រែដូចជារូបខ្ញុំឈ្មោះផាហើយនឹងក្រមុំទីក្រុងគឺអ្នកនាងសូរិយាសេចក្តីជូនដំណឹងសេចក្តីជូនដំណឹងដល់ពុកម៉ែបងប្អូនសាធារណជនទាំងអស់ឲ្យបានជឿថានៅយុគនេះនឹងមានការសម្ដែងសិល្បៈមហាជនរបស់ល្បីប្រចាំភូមិយើងដែលនឹងសម្ដែងនៅក្នុងពុកស្កេតស្មីសូមពុកម៉ែបងប្អូនចូលរួមទស្សនាឲ្យបានយ៉ាងកកជូនដំណឹងដល់ទឹកល្អអត់ពេកហេសុំទោសបងអើយអ្នកនាងមកហើយណាយាយអូម៉ាក់យាយជំរាបសួរម៉ាក់យាយសុខសប្បាយអត់នឹកណាស់ម៉ាក់យាយមាននឹកចៅអត់ចៅនឹកម៉ាក់យាយខ្លាំងណាស់សាដល់ភ្លៀងក៏ធ្លាក់មកយ៉ាងធំកងកែបយំបងខំចិនដាដើរបេះដូងខ្ញុំឲ្យសារភាពស្នេហ៍ទៅលើជីវ៉ាគ្រាន់តែឃើញកាលណានេត្រាបងភ័ងកូនកងកែតើខ្ញុំគួរធ្វើយ៉ាងណាបើវាសនាប្រំច្រើនរូបខ្ញុំបងใจដល់ពេលដែលមើលខំអង្គុយចិត្តមុំដល់ប្រឡប់ភ្លៀងធំមុំជ្រកក្បែរបងលើមេឃគ្មានផ្កាយខ្ញុំសួរអ្នកណាពេលមានស្នេហាឆាលពេញចិនដាចេញក្រៅពឹងកូនកងកាយឲ្យនាំសាទៅហើយយំប្រាប់ពើថាប្រមម្នាក់នៅកាទុំព្រោះស្រីបើមុំលឺសូមជួយតបផងស្នេហាបងផ្ញើតាមកងកាយកុំធ្វើបាបវាកុំចាប់ឆាក្តៅបងច្បាស់ទឹកភ្នែកព្រោះស្នេហ៍អូនខ្លាំងពេកទៅពេញនេះទៅហើយស្មានណាស់ដែរពុតទេអីលើមេឃគ្មានផ្កាយខ្ញុំសួរអ្នកណាពេលមានស្នេហាឆាលពេញចិនដាចេញក្រៅពឹងកូនកងកាយឲ្យនាំសាទៅហើយយំប្រាប់ពើថាប្រមម្នាក់នៅកាទុំព្រោះស្រីបើមុំលឺសូមជួយតបផងស្នេហាបងផ្ញើតាមកងកាយកុំធ្វើបាបវាកុំចាប់ឆាក្តៅបងច្បាស់ទឹកភ្នែកព្រោះស្នេហ៍អូនខ្លាំងពេកទៅពេញនេះទៅលើមេឃគ្មានផ្កាយខ្ញុំសួរអ្នកណាពេលមានស្នេហាឆាលពេញចិនដាចេញក្រៅពឹងកូនកងកាយឲ្យនាំសាទៅហើយយំប្រាប់ពើថាប្រមម្នាក់នៅកាទុំព្រោះស្រីបើមុំលឺសូមជួយតបផងស្នេហាបងផ្ញើតាមកងកាយកុំធ្វើបាបវាកុំចាប់ឆាក្តៅបងច្បាស់ទឹកភ្នែកស្នេហ៍អូនខ្លាំងពេកទៅពេញនេះទៅកុំធ្វើ
បាបវាកុំចាប់ឆាក្តៅបងច្បាស់ទឹកភ្នែកព្រោះស្នេហ៍អូនខ្លាំងពេកទើបដេញវាទៅ ជួបចំពោះអ្នកនាងសូរិយាជាទីនឹករលឹកអំពីខ្ញុំពេលអ្នកនាងបានឃើញសម្បត្តិនេះហើយសូមអ្នកនាងមកជួបខ្ញុំកុំខាននៅក្រោមដើមស្វាយក្រោយភូមិហើយអ្នកនាងកុំធ្វើបាបកង្កែបនោះអីណាបើសិនអ្នកនាងធ្វើបាបវាបានន័យថាអ្នកនាងមិនព្រមទទួលការណាត់ជួបរបស់ខ្ញុំនោះទេពីខ្ញុំផាតទៅណាមអូន ទៅបែមរ៉ែព្រៅបង ហើយបេះម្រាប់ហៅទៅអី យកទៅឆាក្តៅកែប ហ៎ថាម៉េចឆាក្តៅកែប